ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់ពីឃើញរូបភាពប្លែកៗនៅកីឡាករគុនខ្មែរយើងដែលទៅប្រកួតនៅសង្វៀនឯប្រទេសថៃដោយគេតែងតួឲ្យកីឡាករកម្ពុជាយើងពិតជាមើលទៅឲ្យអ្នកគ្រប់គ្រងយើងលន់មាត់តែម្ដងសូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាដែលនិយមគ្រប់គ្រងនៅវិស័យកីឡាគុនខ្មែរខ្ញុំបាទភក្ត្រា KA គុនខ្មែរនាំមកជូននៅដំណឹងថ្មីៗដើម្បីជូនទៅដល់ប្រិយមិត្តសម្រាប់ជាបន្តទៀតហើយប្រសិនជាប្រិយមិត្តពេញចិត្តនៅវីដេអូរបស់ខ្ញុំបាទនោះកុំភ្លេចជួយចុចពាក្យជាវនិងពាក្យ Subscribe ម្នាក់មួយផងដើម្បីនឹងទទួលបានព័ត៌មានថ្មីៗពីខ្ញុំបាទភក្ត្រា KA គុនខ្មែរមុនគេតែម្ដងគណៈករកម្ពុជាយើងបានទៅប្រកួតនៅសង្វៀនប្រទេសថៃប្រទេសថៃបានតែងខ្លួនមកតែងតួប្រៀបដូចជាជនជាតិអ្វីនោះទេប្រិមិត្តអាចទស្សនាបាននៃរូបភាពនេះបានដោយមានការភ្ញាក់ផ្អើលខ្លាំងមែនទែននៅក្នុងបណ្ដាញសង្គមដែលបងប្អូនយើងលើកឡើងថាប្រទេសថៃកំពុងតែងតួអ្វីឲ្យប្រកបទៅដែលអ្វីទាំងនេះមិនមែនជាអត្តសញ្ញាណរបស់យើងនោះទេក៏តែងតួបែបនេះមកតើមានន័យថាម៉េចទៅទាំងដែរបើយើងគិតច្បាស់ទៅបើសិនជាតែងតួបែបនេះកីឡាករថៃគេអត់តែងទេតែគេតែងតែកីឡាករកម្ពុជាយើងទេហើយអញ្ចឹងបងប្អូនខ្លះគាត់គិតថាអញ្ចឹងមិនន័យថាកីឡាករថៃគេមិនតែងឲ្យតែកីឡាករបរទេសទៅប្រកួតគឺគេតែងបែបនេះទាំងអស់នៅក្នុងកម្មវិធីនេះតែនេះមិនមែនអញ្ចឹងទេគឺកម្មវិធីនេះគឺតែងតែកម្ពុជាយើងតែងតួតែកីឡាករកម្ពុជាយើងទេសម្រាប់កីឡាករដទៃទៀតនោះគឺគេមិនតែងនោះទេប្រិមត្តអាចមើលរូបភាពនេះបានគឺកីឡាករកម្ពុជាយើងគេតែងតួតែកីឡាករដទៃទៀតដែលជាជាតិសាសន៍ផ្សេងដែលខុសពីជនជាតិថៃនោះគឺគេមិនតែងទេនៅពេលឃើញរូបភាពបែបនេះហើយធ្វើឲ្យការភ្ញាក់ផ្អើលខ្លាំងមែនទែននៅក្នុងបណ្ដាញសង្គមដល់ប្រិមិត្តយើងលើកឡើងជាច្រើនថាប្រទេសថៃកំពុងតែមើលងាយគុនខ្មែរឬយ៉ាងណាបានរៀបចំបែបនេះឡើងគាត់រៀបចំរឿងផ្លែតែម្ដងតើគេធ្វើបែបនេះមានម្ដងអ្វីទៅធម្មតាកីឡាករទៅប្រកួតជានិច្ចកាលគឺមិនដែលមានតែងតួបែបនេះនោះទេសូម្បីតែអត់មានឃើញក៏ភ្ញាក់ផ្អើលប្រិមិត្តអាចថារៀងសោចអត់សំណោចតិចដែរតែយ៉ាងណានោះយើងចង់មើលថាតើមានអ្វីនៅពីក្រោយឲ្យប្រកបប្រជាទៅពេលដែលកីឡាករកម្ពុជាយើងគាត់ត្រឡប់មកប្រទេសកម្ពុជាយើងវិញយើងនឹងដឹងច្បាស់ហើយថាតើកម្មវិធីនេះគេតែងតួបែបនេះតើមានគោលបំណងអ្វីនោះទាំងដែរគូប្រកួតដែលជាជនជាតិផ្សេងគ្នាគេមិនតែងតួទេតែតែងតួតែកីឡាករកម្ពុជាយើងតែប៉ុណ្ណោះអញ្ចឹងពិតជាមានការភ្ញាក់ផ្អើលមែនទែនហើយបងប្អូនយើងជាច្រើនក៏ខមមិនក៏ថាតែបែបនេះតើចង់មើលងាយគុនខ្មែរឬយ៉ាងណាយកកីឡាករកម្ពុជាយើងយកទៅលេងសើចឬយ៉ាងណាតែងតួដូចជាពនាងបែបនេះហើយមានការភ្ញាក់ផ្អើលមែនទែនពិតជាប្លែកមែនទែនប្រិមិត្តប្រិមិត្តដែលនិយមគ្រប់គ្រងនៅវិស័យកីឡាគុនខ្មែរយើងមួយរយៈពេលចុងក្រោយនេះដែលអ្នកតាមដានជាក់លាក់នោះប្រកាសជារៀងបែកងាងទៅហើយសូម្បីតែអេដមីនជាអ្នកអធិប្បាយនៅបណ្ដាញសង្គមក៏រៀងបែកងាងដែរនៅពេលឃើញព័ត៌មានប្លែកព័ត៌មានជាច្រើនមែនទេប្រិមិត្តខ្ញុំពិតជាចង់ចែកជូនបងប្អូនយើងគួរពិចារណាទាំងអស់គ្នាអញ្ចឹងព័ត៌មាននេះប្រិមិត្តទើបតែលេចលឺថ្មីដើម្បីមែនទេនៅក្នុងបណ្ដាញសង្គមតែម្ដងអញ្ចឹងយើងមិនចាំមើលទេយើងកុំអាថាប្រទេសគេមើលងាយគុនខ្មែរឬក៏មានងាយកីឡាករកម្ពុជាទៅប្រកួតដែលតែងតួរឿងផ្លែកតែម្ដងទាំងដៃកីឡាករសញ្ជាតិផ្សេងខុសពីថៃនោះគេមិនតែងទេក្នុងកម្មវិធីនេះតែគេតែងតែកម្ពុជាយើងអេដមីក៏ឆ្ងល់មែនមែនទេបើសិនជាគេតែងតួអញ្ចឹងមិនន័យថាឧទាហរណ៍ប្រិមិត្តណាកីឡាករថៃគេតែងទេតែកីឡាករកម្ពុជាគេតែងតួបែបនេះឡើងទៅក៏តែងបែបនេះបារាំងទៅអាមេរិកទៅក៏តែងបែបនេះតែគេអត់តែងគេតែងតែកីឡាករកម្ពុជាយើងមិនដឹងយ៉ាងម៉េចនោះទេមើលពេលដែលឃើញផុសរូប status បែបនេះមក admin ឃើញក៏ចង់ដាច់ផ្ងាដែរហើយ fan យើង comment ច្រើនមែនទេគាត់ comment ពាក្យធ្ងន់ច្រើនដែរតែខ្ញុំមិនលើកមកទេប្រិមិត្តដែលនិយមគ្រប់គ្រងនៅវិស័យបដាគុនខ្មែរយើងប្រកាសជាគាត់បានទស្សនានៅក្នុងបណ្ដាញសង្គម Facebook ពិតជាច្រើនមែនទេពីការ comment លើកឡើងនៅមតិផ្ទាល់ខ្លួនរបស់បងប្អូនច្រើនមែនទេអញ្ចឹងព័ត៌មាននេះប្រិមិត្តមានតែប៉ុណ្្នឹងប្រិមិត្តយើងចាំមើលព័ត៌មាន update ថ្មីទៀតនៅពេលកីឡាករកម្ពុជាយើងគាត់ត្រឡប់មកទៅបីយើងវិញយើងនឹងអាចដឹងព័ត៌មានច្បាស់ថាហេតុអ្វីមកគេតែងតួបែបនេះអញ្ចឹងប្រិមិត្តបើសិនជាចង់បានព័ត៌មាន update ថ្មីទៀតកុំភ្លេចជួយចុចពាក្យជាវនិងពាក្យ subscribe ម្នាក់មួយផងដើម្បីងាយនឹងទទួលបានព័ត៌មានថ្មីពីខ្ញុំបាទភក្ត្រា KA គុនខ្មែរមុនគេតែម្ដងជាចុងក្រោយសូមអរគុណសូមគោរពលា